តោះថ្ងៃនេះគឺយើងបន្តមេរៀនរបស់យើងទៀតតាក់ទងជាមួយនឹង save តាក់ទងជាមួយ add to scene តាក់ទងជាមួយ open file insert file អីអស់ហ្នឹង new file import export ចឹងនៅពេលដែលយើងបើក file របស់យើងមកពេលនេះគឺយើងនឹងឃើញ save ធម្មតាទេ save ដូច Microsoft Word ចឹងមិនបាច់និយាយច្រើនទេណាคลิกទៅលើ save ទៅវា save ហើយបន្តមកទៀតតាក់ទងជាមួយនឹង open បើយើងបើក open យើងចង់បើក project របស់យើងបើក Microsoft Word របស់យើងមិនចឹងណាយើងបើក open file ណាដែលយើងចង់បើកមកបើកបានហើយคลิกទៅវាបើកហើយមិនបាច់បង្ហាញបើកទេក្នុងបខាតពេលបន្តមកទៀតមកតាក់ទងជាមួយនឹង new មាន new project យើង click yes មកវាច្បាស់ជាចេញ new project មកឲ្យយើងហើយដូច Microsoft Word ចឹងចុចតែ new មកវាចេញ file ឲ្យយើងហើយអញ្ចឹងអត់ចាំបាច់និយាយច្រើនទេយើងយល់ទាំងអស់គ្នានៅកន្លែងហ្នឹងហើយតាក់ទងជាមួយនឹង delete អូខេ delete នេះមានន័យថាជា project ដែលយើងមានស្រាប់នៅកន្លែងហ្នឹងយើង delete វាដូចយើង delete Microsoft Word Excel ចឹង delete គឺចប់ហើយយើងប៉ុន្តែយើងប្រយ័ត្ននៅកន្លែងនេះយើងមិនអាច undo ឡើងវិញទេណាបើសិនណាជា Word Excel បើតាមដែលខ្ញុំចាំយើង delete ហើយវាទៅនៅធុងសម្រាមយើងអាចហៅវាមកវិញបានដល់ឡែកយើងនៅទីនេះអត់បានទេតែទៅហើយផឹងបាត់ឈឹងហើយអញ្ចឹង delete យើងប្រយ័ត្នប្រយែងហើយមួយទៀតតាក់ទងជាមួយនឹង add to scene អានេះគឺជា scene របស់យើងណាយើងឃើញផ្ទាំងរបស់យើងគូហ្នឹងគេហៅថា scene ណានេះរបស់យើងផ្ទាំងរបស់យើងតមូលហ្នឹងគឺជា scene ហ្នឹងណាដែលធ្វើអាហ្នឹងអញ្ចឹងបើយើងចង់ add វាចូលមកចឹងយើងចង់ add មួយណាយើងចង់ add file មួយនេះចង់ add file មួយនេះចង់ add file មួយនេះចឹង add គាត់ select ទៅលើវាហើយយើងចុច yes មកវាចូលមកហើយខ្ញុំអត់ចាំបាច់ add ទេបើយើងចង់ដឹងយើង add ខ្លួនឯងចោះវាងាយគ្រាន់តែខ្ញុំបញ្យល់ពី process របស់វាអំពីមុខងាររបស់វាតែត្រូវធ្វើយ៉ាងម៉េចណាហើយតាក់ទងយ៉ាង import នៅក្នុង import នេះមានន័យថាយើងមាន file របស់យើងនៅក្នុង notepad ឬមួយក៏យើង backup ពីកន្លែងណាមកអញ្ចឹងឬក៏មិត្តភ័ក្តិយើងផ្ញើមកអញ្ចឹងយើងឲ្យគេផ្ញើជា file notepad មកអញ្ចឹងយើងអាច import ចូលមកបានហើយយើង click ទៅលើ click ទៅ import ហើយយើងទៅរក file ដែលយើងបាន save ទុកហ្នឹងយក import ចូលមកបានហើយណានៅក្នុងហ្នឹងហើយមួយទៀតកន្លែងនេះជាទូទៅវាស្ថិតជាទូទៅវានៅក្នុង file notepad នេះ file notepad ណាបើយើងចង់ export ទៅមិត្តភ័ក្តិយើងឲ្យគាត់ជួយអញ្ចឹងយើង select ទៅលើ file notepad ហើយយើង export ទៅចុចប៊ូតុង export ទៅហើយយើង save វាផ្ញើតាម Telegram ឲ្យមិត្តភ័ក្តិរបស់យើងទៅគាត់ import បានតាមអានេះមកវិញហើយតោះណាអញ្ចឹងងាយស្រួលទេហើយដល់ឡែកតាក់ទងនឹង file ផ្សេងទៀតចាំបើមានពេលយើងនឹងបញ្យល់អំពី OBJ FBX អីអស់ហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញនៅកន្លែងនេះតិចតាក់ទងនឹង STL គឺជា file មួយនៅពេលដែលយើងគូឲ្យរួចរាល់អស់ហើយយើងចង់ print វាយើងចង់ print គឺយើងត្រូវតែ save ជា file ប្រភេទ STL អញ្ចឹងទៅយើង click ទៅលើ STL ហើយយើងសួរថានៅពេលដែលយើង export file អស់ហ្នឹងយើង export យកតែ selected ឬមួយក៏យើងឲ្យ visible ទាំង5ហ្នឹងឬក៏ all អញ្ចឹងបើសិនតែយើងយក visible តែ hide អត់ចេញមករួចទេឬក៏យកតែ select មកនៅក្នុងហ្នឹងណាហើយយើង export វាចេញទៅអញ្ចឹង simple គឺមានប៉ុណ្ណឹងហើយបកមកខាងលើបន្តិចគឺខ្ញុំចង់និយាយអំពី preset នេះកន្លែង preset នេះមួយគឺមានរូបភាពដែលគេបានធ្វើជា template មកឲ្យយើងហើយណាជា template អញ្ចឹងមានក្បាលមានដៃមានជើងអីអស់ហ្នឹងយើង insert ចូលមកដូចខ្ញុំ insert អាលាក្បាលនេះចូលមកអញ្ចឹងឃើញទេហ្នឹងហើយនៅក្នុងអាលាក្បាលហ្នឹងយើងអាច insert វាចូលមកហើយបើយើងចង់ insert អីថែមទៀតអូខេនេះជារឿងរបស់យើងទេយើងបើកវាមក template របស់យើងហ្នឹងគឺតាក់ទងនឹង preset ហ្នឹងអញ្ចឹងយើងមានដៃមានជើងមានធ្មេញមានមាត់ដែលយើងមានស្រាប់នឹងយើងអាចយកមកបានពេលខ្លះទៅវាភាពងាយស្រួលដែរនៅពេលដែលយើងប្រើរបស់គេជារបស់មានស្រាប់ណាវាលឿនបាទអូខេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចង់និយាយអំពីរឿងហ្នឹងតែប៉ុណ្្នឹងទេអត់មាន apply ទេបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀត